បាទជំរាបសួរខ្ញុំបានប្រចាំដិតវិទ្យានៅពេលនេះខ្ញុំសូមបង្ហាញអំពីព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងកត្តាសុខភាពអញ្ចឹងគ្រប់គ្នាបានដឹងហើយពាក់ព័ន្ធទៅនឹងជំងឺមួយចំនួនដូចជាជំងឺលើឈាមជំងឺទឹកនោមផ្អែមជំងឺមហារីកជំងឺដាច់សរសៃឈាមខួរក្បាលដែលបង្កឲ្យមានបញ្ហាផ្សេងៗដូចជាការកើនឡើងខ្ពស់នៅអត្រាស្លាប់មុនអាយុធ្វើឲ្យមានពិការភាពនិងធ្វើឲ្យគុណភាពនៃជីវិតមានការថយចុះមានន័យថាការរស់នៅរបស់គាត់គឺពិបាកទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តដូច្នេះហើយវិធីដែលសម្រាប់ការពារសម្រាប់កុំឲ្យកើតជំងឺទាំងអស់ហ្នឹងមានតែមួយគត់គឺការឆែកមើលសុខភាពជាមុននឹងពេលធ្លាក់ខ្លួនឈឺគឺយើងរកឲ្យឃើញនៅជំងឺហ្នឹងនៅដំណាក់កាលដំបូងឬមួយក៏រកឲ្យឃើញនៅស្ថានភាពដែលប្រឈមនិងលុបបំបាត់កត្តាប្រឈមនោះចោលដូច្នេះអ្វីដែលអាចរកឃើញមុនហ្នឹងគឺតាក់ទងទៅនឹងការត្រួតពិនិត្យសុខភាពដើម្បីឲ្យការត្រួតពិនិត្យសុខភាពឬមួយក៏ការពិនិត្យសុខភាពមុនពេលធ្លាក់ខ្លួនឈឺឲ្យមានប្រសិទ្ធភាពល្អជៀសវាងការចំណាយច្រើនលើសកម្រិតនិងមិនទទួលបានផលអ្វីសោះយើងគួរតែមានការយល់ដឹងពីផែនការច្បាស់លាស់គម្រោងក្នុងការចាយវាយក្នុងការឆែកសុខភាពទាំងអស់នោះដូច្នេះដើម្បីជាការបង្ហាញពិស្ដាសូមបងប្អូនយកចិត្តទុកដាក់ស្ដាប់ជាមួយនឹងការបង្ហាញនៅជាទម្រង់បទបង្ហាញ presentation របស់ខ្ញុំបន្តមកនេះបាទអរគុណគោលបំណងនៃការពិនិត្យសុខភាពគឺការរកឲ្យឃើញនិងកំណត់អត្តសញ្ញាណនៃជំងឺនៅក្នុងសហគមន៍ធ្វើអន្តរាគមន៍និងព្យាបាលជំងឺនោះឲ្យបានមុននិងទាន់ពេលការគ្រប់គ្រងនិងរកលទ្ធផលឲ្យកាន់តែប្រសើរឡើងក្នុងស្ថានភាពនៃជំងឺនិងចុងក្រោយគេគឺដើម្បីកាត់បន្ថយអត្រាមរណៈនិងការឈឺចាប់ទទួលរងគ្រោះធ្ងន់ធ្ងរនៃជំងឺចំណែកការពិនិត្យសុខភាពហ្នឹងក៏មានភាពខុសគ្នាជាមួយនឹងការពិនិត្យជំងឺមានន័យថាយើងអត់ទាន់ឈឺអីសោះយើងទៅជួបពេទ្យឧទាហរណ៍ថាមានអាការៈពិបាកនោមកាហាយពិបាកខ្លាំងអញ្ចឹងយើងត្រូវជួបពេទ្យដើម្បីបំបត្តិរោគសញ្ញាហ្នឹងហើយអ្នកដែលទៅជួបហ្នឹងភាគច្រើនអត់ដឹងខ្លួនឯងឈឺអីទេហើយការធ្វើតេស្តហ្នឹងក៏ភាគច្រើនរកអត់សូវឃើញថាមូលហេតុអីរោគសញ្ញាអីពិតប្រាកដដែរខុសពីការពិនិត្យលើជំងឺហើយมันអាចសន្និដ្ឋានថាឈឺអីពេលខ្លះទៅគឺទៅដល់គ្រាន់តែសន្និដ្ឋានថាគាត់មានសុខភាពល្អហើយมันទាមទារការព្យាបាលជាមូលដ្ឋានទេខុសពីយើងពិនិត្យជំងឺគឺយើងទៅជួបពេទ្យដើម្បីធ្វើការព្យាបាលដោយសារតែការពិនិត្យជំងឺអត់សូវឃើញមានអ្វីជាបញ្ហាអញ្ចឹងការពិនិត្យសុខភាពគោលបំណងតែមួយគត់គឺរកឲ្យឃើញនៅជំងឺអញ្ចឹងពេលណាដែលយើងគួរទៅជួបគ្រូពេទ្យឬមួយក៏យើងទៅពិនិត្យសុខភាពអញ្ចឹងគេមានកត្តាជាច្រើនដូចជាកត្តាអាយុនៅពេលដែលយើងអាយុច្រើនឬមួយក៏អាយុតិចក៏វាតាមនឹងដែរពាក់ព័ន្ធនឹងកត្តាអាយុហ្នឹងខ្ញុំលើកឧទាហរណ៍មួយជាមួយនឹងជំងឺមហារីកពងស្វាគឺកើតឡើងចំពោះយុវវ័យចាប់ពីពេញវ័យរហូតដល់អាយុ35ឆ្នាំដែលមានអត្រាចំនួនច្រើនធៀបជាមួយនឹងមហារីកដទៃទៀតគឺកើតលើបរិសុទ្ធវ័យក្មេងច្រើនជាងជំងឺមហារីកដទៃអញ្ចឹងយើងអាចកំណត់លើកត្តាអាយុហើយជំងឺហ្នឹងការពិនិត្យគឺស្រួលទេសម្រាប់បរិសុទ្ធគឺគាត់អាចស្ទាបលើពងស្វាខ្លួនឯងបើសិនបើមានដុំអីប្លែកសូមបញ្ញាប់អញ្ជើញទៅជួបគ្រូពេទ្យដើម្បី detect ថាតើដុំហ្នឹងជាដុំមហារីកឬមួយក៏ជាដុំអីផ្សេងដែលជាដុំ slot អាចតាមដានបានចំណុចមួយទៀតពាក់ព័ន្ធទៅនឹងអ្នកជំងឺដែលមានមហារីក prostate ដែលមានអាយុចាប់ពី50ឆ្នាំឡើងទៅក្រៅពីកត្តាអាយុកត្តាភេទក៏សំខាន់ដែរសម្រាប់បុរសគឺមានមហារីកពងស្វាមហារីក prostate ចំណែកស្ត្រីវិញជំងឺដែលគាត់មានដូចជាមហារីកដោះហើយនិងជំងឺមហារីកស្បូនដែលប្រឈមមុខញឹកញាប់បន្ថែមពីលើនឹងទៀតមានកត្តាប្រវត្តិគ្រួសារដូចជាឧទាហរណ៍ថាគ្រួសារគាត់មានណាម្នាក់កើតជំងឺរបេងដែលឆ្លងពីសមាជិកម្នាក់ទៅម្នាក់ទៀតហើយមានអ្នកផ្ទុកជំងឺហើយនឹងមានអ្នកឈឺអញ្ចឹងប្រសិនបើមានអ្នកជំងឺឈឺហើយយើងគួរតែ detect នៅក្នុងផ្ទះហ្នឹងជួនកាលគាត់មានជំងឺរបេងប៉ុន្តែគាត់អត់ទាន់បញ្ចេញសកម្មភាពវានៅសង្ងំមកឡើយអាហ្នឹងក៏ជាកត្តាសំខាន់ហើយមួយទៀតតកតងនឹង gen មានន័យថា genetic របស់គាត់គឺតកតងទៅនឹងការប្រទេព័ត៌មានជំងឺពីឪពុកម្ដាយមកកូនគឺឬមួយក៏ហៅថាជំងឺដំណពូជអញ្ចឹងជំងឺទាំងអស់ហ្នឹងបើសិនបើមានលើឪពុកម្ដាយកូនក៏អាចប្រឈមដែរពាក់ព័ន្ធនឹងកត្តាប្រវត្តិជំងឺគ្រួសារហ្នឹងមានច្រើនជាងនឹងទៀតដូចជាអ្នកខ្លះមានប្រវត្តិគ្រួសារមួយដែលអត់សូវល្អមានន័យថាគ្រួសារគាត់អាយុអត់សូវវែងមានបងប្អូនឬមួយក៏ពុកម្ដាយគាត់ដល់អាយុមួយធំតែ30ទៅ40ឆ្នាំគាត់ស្លាប់
ហើយការស្លាប់របស់គាត់ហ្នឹងអត់ប្របាក់ទេគឺស្លាប់គាត់ដេកទៅស្លាប់ហ្មងមានន័យថាស្លាប់ស្រួលពេកចាអាហ្នឹងភាគច្រើនវាអាចបណ្ដាលមកពីជំងឺបេះដូងអញ្ចឹងក្នុងកត្តាទាំងអស់ហ្នឹងក៏ទាមទារឲ្យមានការពិនិត្យមើលបេះសុខភាពបេះដូងដែរឲ្យបានច្រើនទៀងទាត់ហើយនឹងមើលតកតនឹងសុខភាពសរសៃឈាមឬមួយក៏មានលើសខ្លាញ់ក្នុងសរសៃឈាមជាដើមសម្រាប់កត្តាទាំង3មានកត្តាអាយុកត្តាភេទនិងកត្តាប្រវត្តិគ្រួសារយើងមិនអាចកែប្រែបានទេអាយុយើងប៉ុណ្ណឹងយើងឲ្យក្មេងជាងនឹងអត់អាចទៅរួចទេភេទយើងជាប្រុសយើងចង់កែជាស្រីបាននៅវគ្គជីវៈខាងក្រៅប៉ុន្តែនៅខាងក្នុងអរម៉ូនហើយនឹងកពេញប្រូស្តាតដែលមិនអាចកែបានគឺប្រឈមនឹងជំងឺដែលមាននៅលើសរីរាង្គទាំងនោះដូចគ្នាសម្រាប់ប្រវត្តិគ្រួសារក៏មិនអាចកែប្រែដូចគ្នាយើងមានឪពុកម្ដាយឈឺអីមរតកដែលគាត់ផ្ដល់ឲ្យយើងក៏ដូចគ្នាយើងមិនអាចកែប្រែប៉ុន្តែមានកត្តាមួយដែលយើងអាចកែប្រែបានគឺកាត់បន្ថយនៅកត្តាប្រឈមគឺការរស់នៅប្រចាំថ្ងៃរបៀបរបបរស់នៅប្រចាំថ្ងៃហ្នឹងរួមមានសកម្មភាពទាំងអស់តាំងពីការដេកដើរឈរអង្គុយគឺ24ម៉ោងយើងធ្វើអីគឺវាឲ្យផលហ្នឹងវាខុសពីហ្សែនដែលឪពុកម្ដាយផ្ដល់ឲ្យដូចជាហ្សែនមហារីកឬមួយក៏ហ្សែនតាក់ទងទៅនឹងទំនោរផ្អែមប្រភេទទី1គឺប្រឈមតគ្នាអញ្ចឹងវិធីដែលកាត់បន្ថយជំងឺអស់ហ្នឹងគឺតាមរយៈការរស់នៅប្រចាំថ្ងៃដូចជាការហាត់ប្រាណរបបអាហារហើយនឹងការកាត់បន្ថយ stress ជាដើមឬមួយក៏មួយចំនួនទៀតតាក់ទងនឹងជីវភាពការងារប្រចាំថ្ងៃដូចជាការងារដែលនៅក្នុង office មិនសូវបានហាត់ប្រាណ stress ច្រើនគឺជាជំងឺមួយដែលពាក់ព័ន្ធទៅនឹងមុខរបរប្រចាំថ្ងៃជាសង្ខេបឡើងវិញកត្តាដែលជំរុញឲ្យមានចំនួននៃការពិនិត្យសុខភាពញឹកញាប់គឺទី1អាយុយើងកាន់តែច្រើនការពិនិត្យសុខភាពក៏កាន់តែច្រើនដងកត្តាភេទចំពោះអ្នកជំងឺមួយចំនួនតាក់ទងប្រវត្តិគ្រួសារការរស់នៅប្រចាំថ្ងៃតាំងពីការហូបចុកតាំងពីការញ៉ាំស្រាឬមួយក៏មិនសូវហាត់ប្រាណក៏ទាមទារឲ្យមានការពិនិត្យសុខភាពញឹកញាប់ជាងអ្នកដែលមានទម្លាប់រស់នៅល្អឬមួយក៏មិនសូវមានកត្តាប្រឈមសម្រាប់ជំងឺមួយដែលខ្ញុំបានរៀបរាប់ចំពោះវិធីសាស្ត្រនៅក្នុងការពិនិត្យសុខភាពមានច្រើនដូច្នេះខ្ញុំសូមលើកយកទៅឯកសារយោងមួយដែលសំខាន់ដែលខ្ញុំដកចេញពីអង្គការសុខភាពពិភពលោក WHO បងប្អូនអាចអានខ្លួនឯងដោយយើងស្កប់វីដេអូហ្នឹងហើយអង្គុយអានថាតើពេលណាយើងគួរទៅពិនិត្យសុខភាពហើយគួរតែពិនិត្យជាមួយនឹងវិជ្ជបណ្ឌិតណាដែលមានក្រមសីលធម៌ខ្ពស់វិជ្ជាជីវៈឬមួយក៏ស្ថាប័នណាដែលមានគុណភាពមានការទទួលស្គាល់ហើយតេស្តដែលគេធ្វើចំពោះយើងហ្នឹងមានភាពសុក្រិតត្រឹមត្រូវច្បាស់លាស់បាទដូចខ្ញុំបានជម្រាបអញ្ចឹងតកតងទៅនឹងការពិនិត្យសុខភាពយើងគួរតែទៅពិនិត្យជាមួយនឹងគ្រូពេទ្យដែលមានក្រមសីលធម៌ហើយនឹងកន្លែងដែលអាចជឿទុកចិត្តបានអញ្ចឹងហើយការពិនិត្យសុខភាពក៏វាផ្ដល់ផលវិបាកមួយចំនួនព្រោះថាពេលខ្លះទៅយើងពិនិត្យទៅយើងអត់ឈឺអីទេតែក៏រកឃើញជំងឺដែលវាអត់ត្រូវជាមួយនឹងស្ថានភាពនៃជំងឺឬមួយក៏យើងឈឺហើយយើងមិនអាចរកឃើញជំងឺទាន់ពេលជាសង្ខេបការពិនិត្យសុខភាពផ្ដល់នូវគុណវិបត្តិ3យ៉ាងទី1គឺផ្ដល់នូវលទ្ធផលខុសទី2ការចំណាយថវិកាខ្ជះខ្ជាយមិនត្រឹមត្រូវទី3ធ្វើឲ្យមានបញ្ហាប្រឈមទៅនឹងកត្តាផ្លូវចិត្តពាក់ព័ន្ធនឹងជំងឺនិងសេចក្តីបារម្ភផ្សេងៗនេះជាព័ត៌មានបន្ថែមពាក់ព័ន្ធទៅនឹងប្រភេទតេស្តនៃការពិនិត្យសុខភាពដែលមានពីរប្រភេទទី1គឺមិនប៉ះពាល់រាងកាយទី2គឺប៉ះពាល់រាងកាយប្រភេទតេស្តដែលមិនប៉ះពាល់រាងកាយហ្នឹងដូចជាការស្ទាបការប៉ះពិនិត្យដោយគ្រូពេទ្យការមើលចង្វាក់បេះដូងការពិនិត្យអេកូឬមួយក៏ការពិនិត្យទឹកនោមឬមួយក៏នោមដាក់ម៉ាស៊ីនអស់ហ្នឹងគឺមិនប៉ះពាល់លើសរីរាង្គឬជាលិកាណាមួយនាំឲ្យខូចខាតមានការឈឺចាប់លើរាងកាយរបស់អ្នកពិនិត្យទេទី2គឺប៉ះពាល់រាងកាយដូចជាករណីមួយចំនួនដូចជាយើងច្រឹបសាច់ចង់ដឹងថាសាច់មហារីកអត់អាហ្នឹងប៉ះពាល់ឬមួយក៏ធ្វើការថតឆ្លោះផ្សេងៗដូចជាការឆ្លោះកាពះឬមួយក៏ឆ្លោះមើលផ្លោកនោមជាដើមការពិនិត្យប៉ះពាល់ឬមិនប៉ះពាល់រាងកាយហ្នឹងក៏ត្រូវការឧបករណ៍ជំនួយដែរឧបករណ៍ខ្លះគេធ្វើតេស្តសម្រាប់ដាក់នៅមន្ទីរពិសោធន៍ដូចជាការបូមឈាមអញ្ចឹងគេដាក់នៅឡាបូហើយមានប្រភេទខ្លះទៀតត្រូវការវិទ្យុវិទ្យាដូចជាផ្នែកអេកូឬ X-ray មានម៉ាស៊ីនអេកូម៉ាស៊ីន X-ray ជាដើមអញ្ចឹងឬក៏ម៉ាស៊ីន CT scan ហើយនឹងការថតឆ្លោះដែលមានកាមេរ៉ាគឺប្រព័ន្ធ Endoscope និងការសិក្សាតាមចរន្តអគ្គិសនីមានចង្វាក់បេះដូងឬក៏ការវាស់ពីចង្វាក់ទឹកនោមជាដើម
ចឹងមានឧបករណ៍ផ្សេងទៀតសម្រាប់ធ្វើពីលើនឹងបន្ថែមជាឧបករណ៍ជំនួយចំពោះវិធីសាស្ត្រនៅក្នុងការពិនិត្យសុខភាពមានការបែងចែកចំណាត់ថ្នាក់ផ្សេងគ្នាទៅតាមកត្តានៃការប្រឈមផ្សេងគ្នារបស់បុគ្គលដែលគាត់ចង់មកពិនិត្យហើយក្នុងហ្នឹងគឺមានជំងឺមួយចំនួនដែលយើងគួរតែពិនិត្យមានដូចជាជំងឺលើសឈាមលើសខ្លាញ់គេហៅ cholesterol ហ្នឹងជំងឺទឹកនោមផ្អែមនិងជំងឺមហារីកជាដើមហើយក្នុងហ្នឹងគេកំណត់ថាតើអាយុប៉ុណ្ណា target ប៉ុណ្ណាដែលគួរទៅពិនិត្យហើយនឹងប្រើវិធីសាស្ត្រណាសម្រាប់ពិនិត្យហើយនឹងចំនួនឆ្នាំដែលគេគួរទៅពិនិត្យប្រហែលឆ្នាំម្ដងបាទអរគុណ